ធម្មចក្របរិច្ឆេទទី14អេវង្ភគវាតស្សៈព្រមមាភុណោបដិញ្ញាំកត្វាព្រះដ៏មានព្រះភិក្ខទ្រង់ប្រទាននៅបដិញ្ញាដល់មហាព្រហ្មយ៉ាងនេះហើយក៏ទ្រង់ព្រះចិន្តាថាតថាគតសម្ដែងនៅធម៌ដល់អ្នកណាជាមុនបុគ្គលណានឹងបានត្រាស់ដឹងនៅធម៌ជាមុនព្រះអង្គបរិវិតកថាអាឡារតបោះកាលាមកោតនេះជាបណ្ឌិតមានធូលីតិចក្នុងកែវភ្នែកគួរតថាគតសម្ដែងធម៌ឲ្យជាមុនតាបោះសោតគង់ត្រាស់ដឹងនៅធម៌ជាពុំខាតលំដាប់នោះទេវតាចូលទៅក្រាបទូលថាបបិទ្ធព្រះអង្គដ៏ចម្រើនអាឡារតបោះកាលាមកោតធ្វើមរណកាលទៅអស់ចំនួន7ថ្ងៃហើយព្រះបញ្ញាក៏កើតដល់ព្រះអង្គទ្រង់ជ្រាបថាអាឡារតបោះធ្វើមរណកាលខ្សែជីវិតកន្លងទៅ7ថ្ងៃពិតប្រកបមែនអដ្ឋសៈអេតតហោសេលំដាប់អំពីនោះមកទៀតព្រះអង្គទ្រង់មានបរិវិតកថាតថាគតក៏បីសម្ដែងធម៌ដល់អ្នកឯណាទើបទ្រង់ជ្រាបថាពុទ្ធកតបោះរាមបុត្រនេះជាបណ្ឌិតមានធូលីក្នុងផ្នែកតិចគួរនឹងត្រាស់ដឹងនៅធម៌ដោយឆាប់រហ័សលំដាប់នោះទេវតាចូលទៅក្រាបទូលព្រះអង្គថាពុទ្ធកតបោះរាមបុត្រនេះធ្វើមរណកាលក្នុងវេលាប្រលប់ទៅហើយព្រះអង្គទ្រង់ជ្រាបដោយបញ្ញាថាមែនដោយពាក្យទេវតាមែនទើបព្រះអង្គទ្រង់បរិវិតកថាតាបោះទាំងពីរនេះជាមនុស្សវិនិច្ឆ័យធំបើតាបោះនៅបានស្ដាប់ធម៌ដែលតថាគតសម្ដែងគង់នឹងបានត្រាស់នៅធម៌ដោយពិតពុំខានអដ្ឋសៈអេតតហោសេលំដាប់នោះព្រះអង្គទ្រង់មានបរិវិតកៈទៅទៀតថាតថាគតក៏បីសម្ដែងធម៌ដល់អ្នកណាជាមុនអ្នកឯណានឹងបានត្រាស់ដឹងនៅធម៌ទើបទ្រង់បរិវិតកៈនឹកដល់បញ្ចវិគិភិក្ខុថាបញ្ចវិគិភិក្ខុនេះមានឧបការៈដល់តថាគតបានធ្វើការបម្រើតថាគតអស់កាលដ៏យូរបើដូច្នេះគួរតថាគតសម្ដែងធម៌ដល់បញ្ចវិគិភិក្ខុនោះជាមុនចុះព្រះអង្គទ្រង់បរិវិតកថាបញ្ចវិគិភិក្ខុនៅក្នុងទីឯណាទើបទ្រង់ជ្រាបថាបញ្ចវិគិភិក្ខុនៅក្នុងព្រៃអ៊ីសេបតនមគតិយវ័នទៀបក្រុងពារាណសីព្រះអង្គគង់ក្នុងឧរុវេប្រទេសតាមសបាយលុះដល់គ្រាក្រោយទ្រង់យាងទៅកាន់ចរិតឧបកាជីវៈបានឃើញព្រះសម្ពុទ្ធហើយក៏ពោលពាក្យសរសើរផ្សេងព្រះអង្គ
ទ្រង់សម្ដែងគាថាថាសាពាពិភូសាពៈវិទូដូច្នេះជាដើមលុះចប់ហើយឧបការជីវៈសួរថាសមណៈទៅកាន់ទីឯណាព្រះអង្គតបថាតថាគតទៅដែនកោសីដើម្បីសម្ដែងនៅធម្មចក្រឧបការជីវៈបានស្ដាប់ហើយតបទៅថាមនាលអាវសោសមណៈពាក្យអ្នកពោលប្រពៃហើយក៏ងក់ក្បាលគុំនៀបដើរជៀសចេញតាមប្រាថ្នារបស់ខ្លួនអត្តខោភគវីអនុពពេអ្នកចារិកញ្ចមាមានោលំដាប់នោះព្រះដ៏មានព្រះភិក្ខទ្រង់យាងទៅកាន់ចរិតតាមលំដាប់ដល់ព្រៃឥសេបតនិមគតិយវ័ននាទីនៅបញ្ចវិគិភិក្ខុបញ្ចវិគិភិក្ខុបានឃើញព្រះអង្គពីចម្ងាយក៏ធ្វើបដិសញ្ញានឹងគ្នាថាគ្នាយើងសមណៈគូដំមកដល់ហើយយើងទាំងឡាយកុំថ្វាយបង្គំកុំក្រោកទទួលបាតចីវរដែលថាពួកយើងត្រូវក្រាលអាសនៈទុកបើព្រះសមណៈអង្គុយក៏អង្គុយចុះលុះព្រះអង្គយាងមកដល់បញ្ចវិគិភិក្ខុអត់មិនបានលេចពាក្យបដិញ្ញាអស់ក៏ត្រឡប់ទៅជាត្រេកអរទៅទទួលបាតចីវរធ្វើកិច្ចទាំងពួងរាល់គ្នាហើយហៅព្រះអង្គដោយពាក្យដើមខ្លះដោយពាក្យថាអាវុសោខ្លះអរហង្គភិក្ខវេតថាគតោព្រះអង្គទ្រង់មានព្រះពុទ្ធដីកាថាមនាលភិក្ខុទាំងឡាយតថាគតឆ្ងាយចាកកិលេសហើយត្រាស់ដឹងនៅធម៌ដោយប្រពៃខ្លួនឯងហើយអ្នកទាំងឡាយចូលតម្កល់នៅសោតាប្រាសាទចាំស្ដាប់នៅធម៌ឈ្មោះអមតៈតថាគតនឹងប្រដៅនឹងសម្ដែងនៅធម៌ដែលតថាគតត្រាស់ដឹងកាលបើអ្នកព្រះអង្គពូលដូច្នោះបញ្ចវិគិភិក្ខុក៏ក្រាបទូលសួរថាមនាលអាវុសោគោតមខ្លួនអ្នកត្រាស់ដឹងនៅឧត្តរមនុស្សធម៌ឬព្រះអង្គតបថាធម៌ដែលមានឈ្មោះថាអមតៈតថាគតត្រាស់ដឹងហើយតថាគតនឹងសម្ដែងដល់អ្នកទាំងឡាយព្រះអង្គមិនអាចដើម្បីញាំងបញ្ចវិគិភិក្ខុឲ្យដឹងច្បាស់បានអស់វរៈជាគម្រប់2 ដងតមកទើបបញ្ចវិគិភិក្ខុទទួលស្គាល់ព្រះពុទ្ធដីកាក្នុងវរៈជាគម្រប់3 ដងអដ្ឋខោភគវាបញ្ចវិគិយេភិក្ខុអាមន្តេសេរានោះព្រះដ៏មានព្រះភិក្ខទ្រង់ត្រាស់ហៅបញ្ចវិគិភិក្ខុដោយព្រះពុទ្ធដីកាថាទ្វេមេភិក្ខវេអន្តាបបជិតេអ្នកសេវិតពាមនាលភិក្ខុទាំងឡាយលើដល់លិមុទាំងឡាយ
ពីនេះគឺបព្វជិតមិនគប្បីសែបមគ្គប្រកបដោយអង្គ8គឺបព្វជិតគប្បីសែបព្រះអង្គក៏ទ្រង់ត្រាស់សម្ដែងធម្មចក្រកប្បវត្តនសូត្រប្រកបដោយអង្គ3ប្រការគឺកាមសុខលិកានិយោគោ1អត្តកិលមដ្ឋានុយោគោ1មជ្ឈិមបដិបទា1ប្រកបដោយសច្ចៈ4គឺទុក្ខសច្ចៈ1សមុទយសច្ចៈ1និរោធសច្ចៈ1មគ្គសច្ចៈ1ប្រកបដោយបរិវត្តៈ3គឺសច្ចញ្ញាណ1កិច្ចញ្ញាណ1កតញ្ញាណ1ប្រកបដោយអាការៈ12គឺសច្ចៈនីមួយមានអាការៈ3គ្រប់ទាំង4ទេវតាទាំងឡាយបន្លឺនៅសំឡេងតគ្នាទៅលោកធាតុទាំង10000ក៏រំពើកញាប់ញ័រលំដាប់នោះកោដញ្ញភិក្ខុបានត្រាស់ដឹងនៅលោកតរធោគឺសោតាបត្តផលទេវតាទាំង18កោដក៏បានធម្មចក្ខុគឺសោតាបត្តផលហើយត្រឡប់ទៅកាន់ឋានទេវលោកវិញព្រះអង្គសម្ដែងធម្មចក្រក្នុងថ្ងៃពណ៌មីខែអាសាឍ